រឿងដែលខ្ញុំយកចិត្តទុកដាក់ឥឡូវដែលខ្ញុំមិនធ្លាប់កត់សម្គាល់ពីមុនក្រោយពេលមាន baby ទី1ចំណាយធ្លាប់តែឮគេថាឥឡូវជួបខ្លួនឯងផ្ទាល់ហើយដូចគេថាមែនតើសម្ភារៈប្រើប្រាស់ជាប្រចាំច្រើនមុខហើយប្រើចោះឆាប់អស់ទៀតទី2ដង្ហើមតិចតិចស្ទាបដើរកាត់ស្ដាប់ខ្លាចតែពិបាកដល់ដង្ហើមឬតែងេតងត់អាសាកដាស់ទៀតទី3សំឡេងរំខានធ្លាប់តែធ្វើនេះធ្វើនោះអត់ដែរចាប់អារម្មណ៍ទេឥឡូវធ្វើអីក៏ slow mo ដែរដូចអ៊ីនធឺណិត slow អញ្ចឹងតែបញ្ហាទាំងអស់នេះអាចដោះស្រាយបានតាំងពីខ្ញុំបដូរមកប្រើ Media Breezless Super Inverter ម៉ាស៊ីនត្រជាក់មួយយប់1គីឡូវ៉ាតព្រមរយៈមកឲ្យឃើញថាកាត់បន្ថយចំណាយបានច្រើនមែនតើដោយសារខ្ញុំនៅខុនដូអញ្ចឹងថ្លៃភ្លើងក៏រៀងខ្ពស់ជាងផ្ទះទូទៅដែរហើយត្រូវបើកសឹងតែ24ម៉ោងហើយតែឥឡូវមកយប់8ម៉ោងអស់តែ1គីឡូវ៉ាតទេសន្សំសំចៃបានច្រើនមែនតើពិសេសនៅខែក្តៅអញ្ចេះទំនើបបំផុតហ្នឹងគឺម៉ាស៊ីនត្រជាក់នេះមានមុខងារ Breezless ដែលបញ្ចេញតែខ្យល់ស្រាលស្រទន់ត្រជាក់មិនខ្យល់វូចំតែពីមុខទេថែមទាំងបញ្ចេញខ្យល់ពីឆ្វេងស្ដាំទៀតត្រជាក់ផាសុខភាពតែមិនធ្វើឲ្យស្ងួតកស្ងួតច្រមុះបាញ់ខ្យល់ត្រជាក់បានដល់ទៅ360ដឺក្រេអញ្ចឹងបាច់នៅចំពីមុខម៉ាស៊ីនត្រជាក់ក៏ត្រជាក់សពជុំវិញបន្ទប់ដែរហើយស្ងាត់ជាងម៉ាស៊ីនត្រជាក់ទូទៅទៀតត្រឹមតែ21 decibel ទេអញ្ចឹង baby គេងបានយូរស្ងប់ស្រួលដកដង្ហើមមែនតើម៉ាស៊ីនត្រជាក់ឆ្លាតវៃនេះយើងអាចបញ្ជាដោយប្រើ app Smart Home នៅក្នុងទូរស័ព្ទដៃមិនចាំបាច់ប្រើ tele ក៏បានដែរហើយអាចផ្ដល់របាយការណ៍លម្អិតពីការប្រើប្រាស់ថាមពលស៊ីភ្លើងអស់ម៉ានអីគឺមើលដឹងទាំងអស់ជាពិសេសអាចចុចបើកតាមទូរស័ព្ទដៃមុនពេលយើងមកដល់ផ្ទះទៀតអញ្ចឹងនៅពេលមកដល់បន្ទប់ត្រជាក់ល្មមថែមទាំងអាចសម្អាតខ្លួនឯងបានទៀតចំណុចតូចៗទាំងអស់នេះគឺធ្វើឲ្យកន្លែងរស់នៅមានអារម្មណ៍កក់ក្ដៅងាយស្រួលផាសុកភាពជាងមុនសម្រាប់ទាំងខ្ញុំនិង baby បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងផ្ទាល់ទៅ page ដែលខ្ញុំដាក់នេះបានណាបាយបាយ